បាទអូខេសួស្តីបងប្អូនអរគ្នាបានចឹងនៅក្នុងវីដេអូនេះខ្ញុំប្រាប់បងប្អូនពីរបៀបនៃការប្រើ tool បាទហ្នឹងហើយសម្រាប់បងប្អូនដែលចង់ទិញ tool ផងខ្ញុំយកទៅប្រើសូមមើលវីដេអូនេះដល់ចប់ជាវាពេលដែលបងប្អូនទិញហើយអឺខាត់លុយខាត់ពេលវេលាខាត់ប្រយោជន៍អញ្ចឹងណាបាទព្រោះអ្វីដែលខ្ញុំចង់ឲ្យបងប្អូនទទួលបានគឺលទ្ធផលអូខេអញ្ចឹងតកតង tool គឺដំបូងគឺបងប្អូនគ្រាន់តែបើក tool មកនេះ file មួយហ្នឹងមកបាទពេលដែលបងប្អូនទិញទៅបាទបើក file មួយហ្នឹងទៅបាទហើយបន្តមកទៀតយើងចូលមកកំណត់កន្លែង setting បាទអញ្ចឹងយើងចូលមកកំណត់កន្លែង setting មកបាទអញ្ចឹងកន្លែងនេះបើសិនករណីបងប្អូនអត់ចេះអីទេយើងមិនបាច់ចាំនេះទេមិនបាច់ប៉ះពាល់វាទេទុកវាចោលអញ្ចឹងទៅអ្វីដែលសំខាន់គឺបងប្អូនមកមើលកន្លែងនេះបាទកន្លែងនេះគឺជាកន្លែងសម្រាប់ឲ្យយើង verify email បាទអញ្ចឹងយើង verify មួយ Facebook អញ្ចឹងសម្រាប់ការបង្កើត account Facebook តម្រូវឲ្យយើងទិញ email ទិញអីចឹងណាបាទដើម្បី verify មួយ account Facebook អញ្ចឹងណាបើសិនករណីបងប្អូន reg full verify តែថា reg novelty ទេមិនបាច់ចាំទិញមិនបាច់អីទេប៉ុន្តែបើថា reg full គឺយើងរើសយកមកយើងរើស website សម្រាប់ទិញ email ទៅហើយបងប្អូនក៏អាចទិញមួយ email website ផងខ្ញុំផ្ទាល់ដែរអញ្ចឹងណាបាទហើយវាទិញគឺស្រួលទេគឺបងប្អូនគ្រាន់តែចូលមក website ផងខ្ញុំទៅបាទបងប្អូនចូលមក website ផងខ្ញុំនេះអញ្ចឹងបងប្អូនបង្កើត account ហើយបងប្អូនដាក់លុយចូល website ផងខ្ញុំហើយបងប្អូនគ្រាន់តែចូលមកកន្លែង API នេះមកនេះបាទចូលមកកន្លែង API ហ្នឹងមកហើយ copy តែ API ហ្នឹងមកបាទ copy តែកន្លែងហ្នឹងមកយកមកផាសចូលកន្លែងនេះបាទដាក់ចូលក្នុង tool ហ្នឹងមកបាទដាក់ចូលកន្លែងហ្នឹងហើយយើងចុច save វាទៅណាបាទហើយអានេះបើសិនជានេះទេបងប្អូនមិនបាច់ចាំប៉ះពាល់វាក៏បានដែរមិនបាច់ចាំប៉ះពាល់វាក៏បានដែរអញ្ចឹងណាបាទហើយបើសិនករណីនេះបងប្អូន rec មួយ LD យើងរើសយក Wi-Fi ប៉ុន្តែថាយើង rec មួយទូរស័ព្ទphone farm អីចឹងទៅអាហ្នឹងយើងរើសយក 4G មកណាបាទហ្នឹងហើយកំណត់តែប៉ុណ្្នឹងទៅបងប្អូនហើយអានេះឲ្យវា upload profile ចាក់ធ្វើ FA អី auto អញ្ចឹងណាបាទជីទៅយើងមិនបាច់ចាំធ្វើអីទាំងអស់នេះមកផ្នែកខាងនេះយើងទុកវាចោលអញ្ចឹងទៅហើយយើងគ្រាន់តែកំណត់ទៅកន្លែង API នេះទៅបានហើយនេះកំណត់ទៅកន្លែងយើងទិញ email ទិញអីចឹងណាបាទអញ្ចឹងយើងធ្វើតែប៉ុណ្្នឹងហើយយើងចុច save វាមកហើយយើងចុចបង្កើតបាទឥឡូវខ្ញុំចុច start បាទអានេះខ្ញុំភ្ជាប់ទូរស័ព្ទពីដើមបាទប៉ុន្តែខ្ញុំដាក់រ៉ាន់តែមួយដើមបាននេះដើម្បីកុំឲ្យបងប្អូនវែងអូខេហ្នឹងហើយបើសិនជាបងប្អូនចង់រ៉ាន់ទាំងពីរដើមបងប្អូន select ទាំងពីរចេះទៅហើយចុច start មកនេះហ្នឹងហើយអញ្ចឹងអានេះគឺខ្ញុំចុច start នេះវាចាប់ដើមដើរវាចាប់ដើមធ្វើការបិទ airplane mode ដើម្បី change IP បាទ change IP mobile data ខ្ញុំប្រើ SIM ទៅទៅបើសិនជាបងប្អូនប្រើមួយ LD វាអាចចាប់ IP បងប្អូនបាទវាអាចចាប់ IP បាទប៉ុន្តែបើថាយើងប្រើទូរស័ព្ទយើងមាន SIM មានចេះគឺនិយាយទៅគឺយើងអាច rec account ចូលបានច្រើនវាអត់ងាយខូចអត់ងាប់ណាបាទនិយាយទៅគឺភាគរយនៃការបង្កើត account នៅរស់ហ្នឹងគឺបានច្រើនអញ្ចឹងណាបាទអញ្ចឹងខ្ញុំ recommend បងប្អូនឲ្យប្រើទូរស័ព្ទ phone farm ទៅទូមួយដើមពីរដើមអីក៏ដោយបាទហើយទូរស័ព្ទមួយដើមហ្នឹងបង្កើតបានរហូតដល់200 account ណាមួយថ្ងៃបាទអញ្ចឹងយើងទុកចោលអញ្ចឹងឲ្យវាបង្កើតអូតូខ្លួនវាមួយរហូតមួយថ្ងៃពេញអញ្ចឹងទៅវាអាចចន្លោះក្នុងអឺ200 account មួយថ្ងៃបាន200 account អូខេអញ្ចឹងយើងបង្កើតហើយយើងទុកវាចោលទៅហើយយើងធ្វើការងារអីផ្សេងក៏បានដែរណាបាទព្រោះអានេះវាអូតូខ្លួនវាទាំងអស់បាទអញ្ចឹងយើងចាំមើលទាំងអស់គ្នាណាបាទចាំមើលទាំងអស់គ្នាហើយនិយាយទៅ account សម្រាប់បងប្អូននៅចំនួនគាត់សួរថា account យើងបង្កើតបានហើយយើងយកទៅប្រើប្រាស់ជាមួយទូរស័ព្ទមួយ login ចូល counter ទូរស័ព្ទអីបានអត់បានដូចគ្នាបងប្អូននិយាយទៅ account វាខុសគ្នាត្រង់ថាអាមួយបង្កើតដោយ tool អាមួយបង្កើតដោយដៃទេតែថាប្រើបានដូចតែគ្នាទេបងប្អូនចង់យកទៅកាន់ page share page យកទៅ boot page អីបានទាំងអស់ហ្នឹងណាបាទទៅគឺវាបានគ្រប់មុខងារទាំងអស់របស់ Facebook គ្រាន់តែមួយបង្កើតដោយ tool មួយបង្កើតដោយដៃតែប៉ុណ្្នឹងឯងខុសគ្នាតែប៉ុណ្្នឹងឯងរឿងបង្កើត tool លឿនបាទយើងបង្កើតដៃយូរហើយខូចច្រើនទៀតបាទអូខេអញ្ចឹងសម្រាប់បងប្អូនដែលចង់ទិញយើងមើលដល់ចប់ទៅវីដេអូនឹងវាអត់យូរទេយើងធម្មថារយៈពេល5នាទី8នាទីដល់10នាទីចុះបាទមើលឲ្យដល់ចប់ទៅបងប្អូនបាទវាមិនយូរប្រហែលទេវាមិនខាតពេលប្រហែលទេបងប្អូនចង់ទិញអត់ចង់ខាតលុយអត់ចង់ខាតពេលវេលាអីចឹងណាបាទហ្នឹងហើយអូខេនេះបងប្អូនអញ្ចឹងនៅពេលដែលវាដល់កន្លែងទិញ email
គឺវានឹងទិញ email ឲ្យយើងអូតូហ្មងបាទយើងមិនបាច់ចាំបារម្ភហ្នឹងខ្លាចអត់ដាក់ email ដាក់អីយើងអង្គុយចុចអីមួយទេគឺវាទិញ email ឲ្យយើងអូតូហ្មងអញ្ចឹងណាឥឡូវខ្ញុំបង្ហាញនេះឥឡូវយើងចាំមើលបន្តិចអានេះវាពងចូលទៅទិញ email ណាបាទនេះវាទិញ email បានហើយចេញពី website ហ្នឹងពេលដែលវាទិញបានហើយវានឹងយកមក input បាទយកមកដាក់ចូលទៅក្នុងនេះក្នុងFacebook បាទ verify មួយ Facebook ឲ្យយើងអូតូហ្មងអញ្ចឹងណាបាទកន្លែងនេះខ្ញុំដាក់វារៀងយូរតិចព្រោះហេតុអីបើសិនករណីយើងដាក់លឿនពេកវាអាចឆាប់ពេលដែលដាក់ email confirm email ទៅវាខូច account ច្រើនអញ្ចឹងណាបាទអញ្ចឹងអានេះខ្ញុំដាក់ឲ្យរៀងយូរតិចអញ្ចឹងណាបាទនេះអញ្ចឹងពេលដែលវាដាក់ email ចូលហើយទិញ email ហើយគឺវាដាក់លេខកូដអីឲ្យយើងអូតូហ្មងយើងអត់ចាំបាច់នឹងអង្គុយចុចអីដាក់លេខកូដអីខ្លួនឯងទេណាបាទគឺនិយាយទៅវាអូតូមកចប់ហ្នឹងហើយបាទនេះឃើញវា confirm កូដឲ្យយើងអូតូឯងបាទបាទអញ្ចឹង account នេះគឺ success មួយហីបាទគឺវាបង្កើតបានជោគជ័យមួយហើយពេលដែលបង្កើតបាននេះវា load មកក្រោមនេះបាទវាមាន UID មាន password មាន 2FA បាទហ្នឹងហើយអញ្ចឹងឥឡូវហ្នឹងវាអត់ទាន់ load មកទេតាមមូលហេតុអីនេះវានៅមានអីគេមាន upload profile វានៅចាក់ 2FA វានៅ add friend backup profile អីទៀតអញ្ចឹងណាបាទវានៅ process flow នេះមកតង់ទៀតបាទអញ្ចឹងពេលដែល process ចប់ហើយគឺវានឹងចាប់ account ហ្នឹងយកមកនៅក្នុងនេះហើយបាទហើយពេលដែលយើងចង់យក account ហ្នឹងទៅលេងយើងចុចលើកន្លែង win នេះមកគឺវា load មកហើយនេះវា load UID password 2FA ហ្នឹងអញ្ចឹងយើងអាចយកទាំងអស់ហ្នឹងទៅ log in ចូលក្នុងទូរស័ព្ទកុំព្យូទ័រអីបានអញ្ចឹងណាឥឡូវអត់ទាន់មានទេអញ្ចឹងវាអត់ទាន់មានទេអញ្ចឹងចាំមើលដល់ពេលវាបង្កើតហើយវា load account នៅនេះហើយគឺយើងអាចចុច line ហ្នឹងទៅគឺវាឃើញ load នៅហ្នឹងអញ្ចឹងណាបាទអូខេអញ្ចឹងយើងចាំវា template សិនទៅបាទអូខេអញ្ចឹងអានេះគឺវាចាប់ដើមចូលដល់កន្លែង step ចាក់ 2FA អញ្ចឹងណាបាទនិយាយទៅយើងបង្កើត full ឯងយើងចង់ចាក់ 2FA ក៏បានយើងចង់ run តែធម្មតាក៏បានអញ្ចឹងណា UID pass ក៏បាននឹងស្រេចលើបងប្អូនទេប៉ុន្តែខ្ញុំ recommend បងប្អូនទាំងគ្នាបើសិនជាយើងបង្កើតយើងដាក់ full ទៅទាំង 2FA មកទៅវាចំណេញវាពេលយើង log in ទៅវាអត់ជាប់ approve device ជាប់ code ជាប់អីចឹងណាយើង log ទៅវាជាប់ 2FA យើងវាមាន 2FA ស្រាប់កុំឲ្យវាជាប់ approve device អូខេអញ្ចឹងនេះ account យើងបង្កើតបានបងប្អូនអ្នកឃើញទេបាទអញ្ចឹងពេលដែលយើងបង្កើតហើយ account ហ្នឹងគឺ live អញ្ចឹងយើងអាចយកទៅ log in បានទេអូខេឥឡូវយើងចង់យក account ហ្នឹងទៅ log in យើងគ្រាន់តែចុចលើកន្លែង win ហ្នឹងមកនេះ
bạn chẳng vì load account nâng ao dương này khởi nhé bọn bà chẳng load trên máu chẳng dương trong login bà nói dương trong login dương thưa mày bà dương bà browser mùi mất ở lời nhầm ô hồi ông ổn bà chẳng hạn nhầm châu màu Facebook máu bà hay login máu nên chẳng dương trong login viết dương copy UID nắng nè hay bà sân như bông ổn mình thú còn được copy account giờ tập import cho thú tới ba này bà này này chẳng đo lại nhé dương giờ try another way má bài giờ dương cho continue má chẳng dương copy to FA này má bài dương cho màu to FA dot live bà cho to FA dot live dương pha anh năng máu dương chích submit tới dương copy lịch code ní bà giờ máu pha phải cho má chẳng là biết login account nhưng chưa chạy ra bụng ôn che login này mình main out che thì phải máy này hay bà năng này ok chẳng account nó cứ login cho bà này mà rồi bà cứ aiប្រើបានណាbà cứ ai lên bà này chân dương trong vô từ add friend dương trong vô từ share page vô từ boot page can page ấy cứ dương vô từ can bàn này aiប្រើបានnày ok chânក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនអរគ្នានឹងយល់បាទសូមអរគុណច្រើន